mình men ao tục nâng tới chỉ sọc thì bà rong mà sọc đầy lạiគឺការអស់តណ្ហាបានជាបរមសុខព្រោះមិនមានទុក្ខកើតឡើងអញ្ចឹងវាអត់មានតណ្ហាត្រូវការឲ្យទុក្ខនឹងទៅជាសុខប្រព្រឹត្តទៅដើម្បីស្វែងរកនៅអារម្មណ៍ឲ្យជាទីស្រឡាញ់ជាទីត្រេកអរជាទីពេញចិត្តហើយតតែងអភិសង្ខារគឺកម្មទេអញ្ចឹងបានជាមានប្រថៃណាស្របនឹងកំណត់ដឹងនៅទុក្ខហើយលះបង់តណ្ហាដែលជាហេតុនាំឲ្យកើតទុក្ខនឹងបានដោយសារដឹងទុក្ខដោយវិជ្ជាណាទុក្ខេញាណังដឹងទុក្ខដោយវិជ្ជានឹងគឺសេចក្តីទុក្ខនឹងគួរដល់ការសិក្សាអញ្ចឹងណាបងប្អូនកូនចៅយើងមានសេចក្តីទុក្ខទៅជួយរំលឹកដាស់តឿនឲ្យខំធ្វើបុណ្យធ្វើទានអីអីចឹងក៏ដោយច្រើនណាវាចាកបាបអីអីចឹងទៅដោយសទ្ធាហ្នឹងនាំមករកកុសលធម៌ហ្នឹងដល់អាសបាយត្រេកអររីករាយនឹងឯងភ្លេចម៉ែភ្លេចឪភ្លេចប្រពន្ធភ្លេចកូននឹងឯងអាសេចក្តីសបាយហ្នឹងគឺនាំឲ្យស្រវឹងក្នុងជីវិតនឹងឯងសត្វលោកដោយច្រើនអត់បានសិក្សាការពិតទេតើតែមានសេចក្តីទុក្ខប៉ុន្តែតែត្រូវតាក់ទងនឹងសទ្ធាក្នុងសាសនាហ្នឹងបានសេចក្តីទុក្ខនឹងឯងជាអារម្មណ៍នៃប្រកម្មដ្ឋានតទៅបានដោយសារពុទ្ធបរិស័ទយើងមានតថាគតពោធិសទ្ធាអញ្ចឹងទៅជាតិជ្រាបជាតិធិមរណៈដីសោកដីទឹកជួលទាំងអស់នឹងឯងចឹងបានជាអារម្មណ៍បច្ច័យបានជាបកតោបនិស្សយបច្ច័យនៃដំណើរផ្លូវដែលត្រូវដើរចេញពីសេចក្តីទុក្ខនឹងបាននឹងពុទ្ធដីកាដែលព្រះអង្គសម្ដែងពីបដិច្ចសមុបាទធម៌ពីអវិជ្ជារហូតមកដល់សេចក្តីទុក្ខហ្នឹងហើយបានបន្តទៅមានសទ្ធាមានបេតិបាមកជាតទៅមានសិលមានសមាធិអីតទៅទៀតនឹងដោយសារអីដោយសារយើងបានជួបនឹងវត្ថុអញ្ចឹងយើងមិនមែនខ្លាចទុក្ខដោយអវិជ្ជាទេតែទទួលយកទុក្ខហ្នឹងមកសិក្សាហើយលះបង់នឹងឯងថាទុក្ខហ្នឹងវាជារបស់ធ្ងន់ឥតប្រយោជន៍ត្រូវដាក់ចុះតើនៅក្នុងផ្លូវដើម្បីឲ្យរួចផុតពីភារៈគឺបញ្ញខណ្ឌហ្នឹងមិនចេះតែត្រេកអររីករាយជាមួយនឹងរបស់ក្នុងលោកហ្នឹងដើម្បីយកមកដោះស្រាយសេចក្តីទុក្ខហ្នឹងទេដោះស្រាយដែលមិនរួចទេរវល់រហូតនឹងឯងអស់ពីមួយជាតិបន្តភារៈមួយជាតិទៀតអាហ្នឹងក្នុងការដែលយើងស្វែងរកសេចក្តីសុខមកដោះស្រាយសេចក្តីទុក្ខហ្នឹង